វីដេអូនេះសូមផ្ដាំជូនសម្រាប់អ្នកដែលគាត់ឆាប់បាក់ទឹកចិត្តឬក៏អ្នកដែលគាត់កំពុងតែបាក់ទឹកចិត្តតាក់ទងទៅជាមួយនឹងការផលិតមាតិកា content ឬក៏ការព្យាយាមរកចំណូលតាមប្រព័ន្ធបណ្ដាញសង្គមអញ្ចឹងសម្រាប់បងដែលគាត់កំពុងតែបាក់ទឹកចិត្តឬក៏រៀបបាក់ទឹកចិត្តឆាប់បាក់ទឹកចិត្តអីហ្នឹងគឺ admin សូមមកក្រើនរំលឹកមួយណាពីមុនហ្នឹងគឺយើងអត់មានសំបីតែទូរស័ព្ទទំនើបក្នុងការប្រើឬក៏អត់មានប្រព័ន្ធបណ្ដាញសង្គមក្នុងការទំនាក់ទំនងគ្នាអត់មានឱកាសក្នុងការផុសវីដេអូមិនថាទុកជាអនុស្សាវរីយ៍ឬក៏ទុកមើលទៅថ្ងៃក្រោយឬក៏ការចែកម្លែកទៅអ្នកដទៃអីអត់មានឱកាសក្នុងការថតវីដេអូថតអីបង្ហោះនៅក្នុងប្រព័ន្ធបណ្ដាញសង្គមអីទេចាអត់មានឱកាសក្នុងការសាងប្រាក់ចំណូលបន្ថែមតាមរយៈប្រព័ន្ធបណ្ដាញសង្គមអីទេមិនថាការរក advertisement ការដាក់ sponsor ការលក់ផលិតផលលក់អីទេប៉ុន្តែឥឡូវទី1បង្កើតបណ្ដាញសង្គមគឺ free ចាទី2បើសិនជាយើងអត់ហ៊ានបញ្ចេញមុខស្រីយើងដាក់ filter ដាក់អីបានទៀតចាទី3គឺយើងគ្រាន់តែធ្វើវីដេអូផុសហើយយើងមានឱកាសក្នុងការរកលុយទៀតមិនថា advertisement អ្នកខ្លះគឺគាត់ទទួលបាន sponsor ទទួលបានការ promote អ្នកខ្លះក៏ល្បីតាមបណ្ដាញសង្គមអ្នកខ្លះក៏ទទួលបានឱកាសការងារហើយអ្នកខ្លះទៀតក៏គាត់អាចលក់ផលិតផលខ្លួនឯងតាមបណ្ដាញសង្គមនឹងបានការលក់បច្ចុប្បន្នកាលគឺខ្ញុំឃើញលក់គ្រប់យ៉ាងទាំងអស់មិនថាសម្ភារៈសិក្សាមិនថាការហូបចុកផលិតផលថ្នាំពេទ្យឡានម៉ូតូមិនថាអចលនៈទ្រព្យចាមិនថាផលិតផលកាយសម្ផស្សឬក៏មិនថាផលិតផលតាក់ទងទៅជាមួយសុខភាពសម្ផស្សអីទេគឺខ្ញុំឃើញលក់ទាំងអស់ជាពិសេសម្ហូបអាហារអីហ្នឹងពីមុនគឺយើងលក់នៅផ្ទះយើងឥឡូវយើងអាចលក់ហើយយើងអាចផុសបានទៀតចាផុសហើយគេមកទិញឬក៏គេ order តាម online ទៀតអញ្ចឹងឱកាសគឺច្រើនខ្លាំងមែនទែនក្នុងការបង្កើនប្រាក់ចំណូលឲ្យតែយើងរើសឲ្យបានត្រឹមត្រូវអញ្ចឹងហើយមុននឹងអ្នកបាក់ទឹកចិត្តអ្នកគួរតែសួរខ្លួនឯងសិនថាតើពីមុនយើងទទួលបានឱកាសចឹងអត់ទេហើយចុះបើសិនជាយើងទទួលបានឱកាសចឹងហើយតើយើងគួរប្រឡែងអត់ហើយបើសិនជាយើងប្រឡែងតើអ្វីដែលជាជំរើសរបស់យើងទៅធ្វើការឲ្យគេឬក៏ទៅរកការងារបន្ថែមពី3ផ្លូវទៀតតើយើងអាចទៅរកបានអត់ឬក៏យ៉ាងម៉េចដែរចុះបើសិនជាយើងពិបាកដាក់ដដែលទេធ្វើការឲ្យគេក៏ពិបាកចាអញ្ចឹងហេតុអីក៏យើងមិនព្យាយាមធ្វើការពីក្នុងផ្ទះដោយខ្លួនឯងហ្មងទៅឬក៏បើសិនជាយើងចង់ទៅធ្វើការខាងក្រៅតែយើងអត់មានជំរឿនយើងអាចទៅបានទេតួយ៉ាងដូចខ្ញុំអីខ្ញុំត្រូវការនៅផ្ទះមើលថែកូនដល់ទៅ3ចាត្រូវមើលថែគាត់ចារៀបចំសម្ភារបំពាក់ការងារបាយទឹកកូន teenager ទៀតចាគាត់ត្រូវការញ៉ាំគាត់ត្រូវការគេងគាត់ត្រូវការកន្លែងដែលមានផាសុខភាពចាយើងជាម្ដាយយើងត្រូវមើលថែពួកគាត់ទំនុកបំរុងមិនថាហិរញ្ញវត្ថុទាំងផ្លូវចិត្តផ្លូវកាយដល់ពួកគាត់ចាកូនគាត់ត្រូវការស្លៀកសម្លៀកបំពាក់ដែលមើលទៅ clean ស្អាតល្អក្នុងការទៅរៀនចាមើលថែសុខភាពពួកគាត់ពេលគាត់ឈឺថ្កាត់ចាការពារពួកគាត់កុំឲ្យពួកគាត់ជួបប្រទះជាមួយនឹងការឈឺថ្កាត់ឬក៏បញ្ហាអីផ្សេងចារៀបចំម្ហូបអាហារដ៏ល្អដើម្បីផ្គត់ផ្គង់ដល់កូនចានិយាយទៅគឺគ្រប់យ៉ាងចាអញ្ចឹងហើយជំរឿរបស់ខ្ញុំគឺការរកចំណូលតាមប្រព័ន្ធបណ្ដាញសង្គមអញ្ចឹងសួរថាខ្ញុំបាក់ទឹកចិត្តទេពេលដែលបានលុយតិច view តិចពេលដែល page មានបញ្ហា account មានបញ្ហាបាក់ទឹកចិត្តដែរក៏ប៉ុន្តែខ្ញុំអត់មានជំរឿទេខ្ញុំត្រូវតែធ្វើបន្តទៀតដោយសារអីដោយសារតែឥឡូវខ្ញុំមានឱកាសចាខ្ញុំមិនដឹងថាប្រព័ន្ធបណ្ដាញសង្គមហ្នឹងគេបន្តនៅដល់រយៈពេលប្រហែលទៀតទេមិនថា YouTube មិនថា Facebook ឥឡូវ YouTube គេមានកលការថ្មី8000ម៉ោងហើយនឹង20លាន view ចាតាក់ទងនឹងវីដេអូ short 20លាន view តាក់ទងទៅជាមួយនឹងវីដេអូវែង8000ម៉ោងនៅចុងឆ្នាំ2026ដើមឆ្នាំ2027គេដូរកលការទៀតប៉ុន្តែខ្ញុំអត់អាចភ័យដោយសារខ្ញុំមាន YouTube រកលុយតាំងពី5 6 7ឆ្នាំនៅតែរកលុយបានរហូតចង់ដូរកលការប្រហែលកលការទៀតខ្ញុំអត់ខ្វល់ទេព្រោះខ្ញុំមាន YouTube រកលុយនៅដៃហើយ Page ក៏ខ្ញុំមានរកលុយនៅដៃ Facebook ក៏ខ្ញុំមានរកលុយនៅដៃហើយខ្ញុំកំពុងតែបើកលក់ផលិតផលវីតាមីនដើម្បីជំនួយសុខភាពសក់ស្បែកកញ្ចក់ជំនួយសុខភាពរាងកាយដល់មនុស្សគ្រប់វ័យជាពិសេសអំពូមិញដែលគាត់ឈឺឆ្អឹងឈឺសន្លាក់ឆ្អឹងឆ្អែកអីហ្នឹងការពារកុំឲ្យឆ្លងមេរោគចាការពារកុំឲ្យប្រព័ន្ធការពាររាងកាយយើងខ្សោយចាអ្នកដែល stress គិតច្រើនអីហ្នឹងចាគ្រូក្បាលមិនសូវឆ្លាតវៃអីហ្នឹងញ៉ាំទៅអ្នកដែលគាត់មិនសូវបានចងចាំអីផ្សេងអីចឹងញ៉ាំអាហ្នឹងទៅថែរក្សាការចងចាំល្អដល់សុខភាពតាំងពីក្នុងដល់ក្រៅចាហើយវីតាមីនសម្រាប់កុមារជំនួយការលូតលាស់ដល់កុមារជំនួយប្រព័ន្ធការពាររាងកាយទប់ស្កាត់ជាមួយនឹងការឆ្លងមេរោគអីផ្សេងជួយឲ្យកូនរបស់លោកអ្នកលូតកម្ពស់ត្រូវតាមស្តង់ដារឡើងគីឡូចាត្រូវតាមស្តង់ដារកម្ពស់ក៏ស្តង់ដារដោយកូនខ្ញុំអញ្ចឹងម៉ាក់វាយមើលទៅទៀបល្អិតទេតែកូនសិត1.60 ម៉ែត្រជាងចា1.60 ម៉ែត្រជាង1.70 ម៉ែត្រជាងចាខ្ពស់ស្តង់ដារបែបអឺរ៉ុបតែម្ដងចាអញ្ចឹងខ្ញុំគឺកំពុងតែមានឱកាសលក់ដូរផងមានឱកាសបើកវគ្គសិក្សាខ្លាចជាទីប្រឹក្សាមានឱកាសទទួលបានសិស្សមានឱកាសរកលុយតាម YouTube តាម Facebook ផងអញ្ចឹងសួរថាមុននឹងអ្នកទាំងអស់គ្នាបាក់ទឹកចិត្តមុននឹងអ្នកទាំងអស់គ្នាបាក់បោះបង់ណាអ្នកទាំងអស់គ្នាគួរតែគិតថាពីមុនគឺអត់មានផ្លូវសោះអត់មានឱកាសសោះឥឡូវមានឱកាសឲ្យគួរតែបោះបង់អត់អានេះខ្ញុំគ្រាន់តែក្រើនរំលឹកអ្នកទាំងអស់គ្នាទេសម្រាប់ខ្ញុំគឺខ្ញុំអត់បោះបង់ទេដរាបនៅប្រព័ន្ធបណ្ដាញសង្គមនៅតែដំណើរការខ្ញុំនៅតែមានឱកាសរកលុយខ្ញុំនៅតែមានឱកាសសាង brand ខ្ញុំនៅតែមានឱកាសបង្កើតប្រាក់ចំណូលអញ្ចឹងចាគ្រាន់តែថាឱកាសនៃការបង្កើតប្រាក់ចំណូលវាអាចនឹងខុសៗគ្នាអាស្រ័យទៅលើពេលវេលានៃការអំណោយផលអាស្រ័យទៅលើភាពរឹងមាំរបស់លោកអ្នកទាំងអស់គ្នាហើយបើសិនជាយើងបោះបង់ចោលហើយយើងអត់មានធ្វើអីដដែលអត់ដដែលហើយ Facebook ក៏នៅតែលេងអស់លុយអស់ចាយកាតចាយអ៊ីនធឺណិតចាយ Wi-Fi បងទឹកបងភ្លើងបងថ្លៃទូរស័ព្ទដៃដដែលទេចុះហេតុអីក៏មិនព្រមធ្វើឲ្យវាលក្ខណៈថា
លោកប្រហុកលោកឲ្យកប់ឃ្លៀកហ្មងទៅហើយបើសិនជាយើងអត់ចាស់យើងរៀនទៅមានគ្រូមានក្រុមចំណាយលុយរៀនហ្មងទៅចាដូចសិស្សខ្ញុំអញ្ចឹងចាបញ្ចូលថាធ្វើឲ្យលោកប្រហុកលោកឲ្យកប់ឃ្លៀកឲ្យធ្វើឲ្យបានលុយហ្មងទៅអាហ្នឹងណាអាហ្នឹងយើងមានជំរើសទេតែបើយើងចង់រៀនចង់អីយើងធ្វើខ្លួនយើងទៅតែបើសួរថាឆាប់បាក់ទឹកចិត្តឲ្យបាក់ទឹកចិត្តឲ្យចង់បោះបង់ហើយចាខ្ញុំគ្រាន់តែជម្រាបអ្នកទាំងអស់គ្នាទេដរាបណាបើអ្នកទាំងអស់គ្នានៅតែលេង Facebook នៅតែលេងបណ្ដាញសង្គមដដែលទេធ្វើវាបានលុយទៅល្អជាងព្រោះបើសិនជាអ្នកបាក់ទឹកចិត្តឲ្យអ្នកឈប់ហើយតើតអ្នកឈប់លេងបណ្ដាញសង្គមនឹងហ្មងអាហ្នឹងអូខេឈប់ធ្វើប្រយោជន៍ចាព្រោះអីបណ្ដាញសង្គមបើសិនជាយើងធ្វើត្រូវវាផ្ដល់ឱកាសឲ្យយើងច្រើនខ្លាំងមែនទែនមិនថារលួយ advertisement ពីក្រុមហ៊ុនដៃគូសហការជាមួយក្រុមហ៊ុនឬក៏លក់ផលិតផលសាង brand បង្កើតតំណែងតំណងឬក៏ឱកាសការងារអីផ្សេងទៀតទេចាសំខាន់គឺអ្នកទាំងអស់គ្នាគួរតែគិតថាតើមុននឹងបោះបង់អ្នកទាំងអស់គ្នាគួរតែគិតពីថ្ងៃដែលចាប់ផ្ដើមអញ្ចឹងសម្រាប់ខ្ញុំអត់បោះបង់ទេហើយខ្ញុំក៏អត់បាក់ទឹកចិត្តដែរព្រោះអីខ្ញុំមានតែអរគុណដែលបច្ចុប្បន្នកាលនេះយើងមានឱកាសជាច្រើនព្រោះអីបណ្ដាញសង្គមប្រើត្រូវគឺមានផលប្រយោជន៍ចាកុំឲ្យតែយើងប្រើវាខុសក្នុងផ្លូវខុសតែបើប្រើក្នុងផ្លូវត្រូវឯងសិតតែលុយឯង